ឥឡូវបងប្អូនគ្នាខ្ញុំទេសកកម្មគឺទៅរកផ្លែទុរេននឹងដើមណាទៅមើលមួយខ្ញុំទាំងអស់គ្នាបងអានេះក៏ទុំដើមនឹងអាមួយដែរបងប្អូនអានេះទុំដើមមកមិញហ្នឹងបងគាត់ប្រាប់ថាអានេះទុំដើមអញ្ចឹងឥឡូវខ្ញុំសាក់ឈ្ងុយបងប្អូនទាំងអស់គ្នាក៏អូបហ្មងក្នុងប៉ុណ្ណឹងចំណុំនៅក្រៅវាក៏អូបឯក្នុងក៏អូបប៉ុណ្ណាទៀតហើយក្រៅក៏អូបប៉ុណ្ណឹងហើយចុះអាពួកនេះអត់ទុំទេបងអត់តាន់កាត់បានមិនមកដឹងយើងដឹងថាទុំមិនទុំបងមើលស្ដាំអានេះមែនហ្នឹងហើយឃើញមានប្រសិទ្ធពីហ៎មើលឲ្យចិត្តមកទៅមួយម៉េចទៀតអូប្រេះនេះបងប្រេះនេះហ្នឹងហើយអត់ជាប់ទេមួយទៀតឲ្យក្លិនហើយមួយទៀតបើគាត់ដើរកាត់វិញគឺគាត់គោះគាត់គោះស្ដាប់សំឡេងគោះមិនបងគោះសំឡេងនេះដៃយើងហ្នឹងជុំបងហ្នឹងហើយពួកគាត់ប្រើដៃអ្នកអត់លឺឌូកអីទេអាហ្នឹងគឺវាអត់ទាន់ចិត្តទុំទេបងប្អូនគ្នានិយាយទៅបើសិនជាបងប្អូនចង់ញ៉ាំតរេនខ្មែរ 100% ហើយតរេនធម្មជាតិពិតណាកុំភ្លេចមកខេត្តកពតហើយជាពិសេសនេះមកជួបបងស្រីចាំខ្ញុំដាក់លេខទូរស័ព្ទរបស់គាត់នៅខាងមុខវីដេអូខាងក្នុងវីដេអូហ្នឹងហើយនឹង Facebook របស់គាត់ចាំបងប្អូនចង់ញ៉ាំកុំភ្លេចខែ5ហ្នឹងបងថាខែ5ហ្នឹងសបោចាប់ពីពេលហ្នឹងទៅថ្ងៃហ្នឹងដូចជាថ្ងៃ4ហើយ4ខែ5អញ្ចឹងចាប់ផ្ដើមសបោទៅណាបងប្អូនអញ្ចឹងបងប្អូនចង់ញ៉ាំកុំភ្លេចមកបងប្អូនហើយតាក់តងមួយគាត់ទៅនិយាយទៅខ្ញុំនឹងដើរថតឲ្យបងប្អូនមើលពីតរេននៅជុំវិញហ្នឹងថាមានអីគេខ្លះ